ក្នុងឆ្នាំ1960នៅក្នុងភូមិនេះមានព្រះអង្គមួយអង្គទើបតែគង់នៅភូមិនេះនោះទេហើយព្រះអង្គនេះពីដំបូងឡើយព្រះអង្គនេះគឺនៅភូមិនេះដែរនោះទេប៉ុន្តែព្រះអង្គនេះទើបតែមកពីធូរដងនៅក្នុងព្រៃហើយព្រះអង្គបានមានសន្និកាថាអាត្មាទើបតែមកពីក្នុងព្រៃអញ្ចឹងអាត្មានឹងទេសនាឲ្យញោមស្ដាប់នៅទីនេះព្រះអង្គនេះក៏បានសម្ដែងធម៌ឲ្យពុទ្ធញោមបរិស័ទនៅចំណុះជើងវត្តស្ដាប់ផងដែរលោកទេសនាពិតជាពិរោះខ្លាំងណាស់លោកកាត់មកដល់យប់ឡើងមានបរិសម្នាក់បានដើរគេហាក់បីដូចជាភ័យខ្លាចខ្លាំងណាស់គេបានឃើញសភាវៈអ្វីម្យ៉ាងនៅកន្លែងនោះស្រាប់តែគេមើលទៅឃើញកណ្ដុរងាប់ដល់តែ3ក្បាលឯនោះហើយគេក៏បាននៅក្នុងចិត្តថាតើសត្វអ្វីទៅស៊ីកណ្ដុរនៅទីនេះយប់បន្ទាប់នោះគេបានសម្លឹងឃើញមានព្រះសង្ឃមួយអង្គបានខំស៊ីសត្វមួននៅទីនោះផងដែរគេក៏បានឃើញហើយគេមានអារម្មណ៍ថាពិតជាភ័យខ្លាចខ្លាំងណាស់ហើយគេក៏បានស្រែកមួយទំហឹងគេរត់យ៉ាងលឿនសម្ដៅមកដល់ផ្ទះគេក៏ចាប់ផ្ដើមងាកឆ្វេងងាកស្ដាំគេបានស្រមៃឃើញនៅទស្សនភាពដែលព្រះសង្ឃនោះស៊ីមន់នោះផងដែរហើយគេក៏បានលើកដៃសំពះឡើងទៅលើស្រាប់តែបន្តិចក្រោយមកនោះក៏មានអ្នកភូមិ2នាក់បានមកដល់ទីនេះក៏សួរថាឯនេះមិនទេគឺជាអ្នកស៊ីសត្វមន់អ្នកភូមិគេមិនទាន់បានប្រកែកផងស្រាប់តែគេចាប់បរិសម្នាក់នេះមកទីនេះហើយបរិសម្នាក់នេះក៏ស្ពះទៅលើព្រះសង្ឃថាគេម្នាក់នេះគឺជាធ្មប់ហើយបានចងបរិសម្នាក់នេះនៅលើឈើឆ្កាងមួយហើយមេភូមិនេះបានស្ដីបន្ទោសថាឯងនេះគឺជាអាបធ្មប់ដែលនៅក្នុងភូមិនេះព្រះសង្ឃបានមានសន្និកាថាបើសិនជាធ្មប់មែនត្រូវតែដុតគេចោលខានតែបានហើយគ្រូម្នាក់នេះបាននិយាយឡើងថាកុំអាលអីប៉ុន្តែយើងមិនទាន់រកផោះតាំងបាននោះទេចំណែកបរិសម្នាក់ឈ្មោះថាដននេះគេបាននិយាយថាគេមិនបានធ្វើនោះទេរួចក៏ពួកគេដុតភ្លើងនៅខាងក្រោមត្រូវបានគ្រូនេះយកអ្វីម្យ៉ាងមកប្រលុតហើយក៏និយាយថាយើងមិនទាន់រកផោះតាំងឃើញថានាយដននេះគឺជាធ្មប់នោះទេចំណែកព្រះសង្ឃនេះក៏បានសូត្រនិមន្តគាថារួចគេក៏ដោះលែងនាយដនក៏លុតជង្គង់ហើយសំពះថាបើសិនជាគេធ្មប់គេនឹងប្រែរូបរាងកាយភ្លាមពេលនោះស្រាប់តែព្រះសង្ឃមានអាការៈចម្លែករួចក៏លុតជង្គង់ទៅនឹងដីពេលនោះក៏អ្នកភូមិដឹងថាព្រះសង្ឃនេះគឺជាធ្មប់ហើយគ្រូនេះក៏បានដកនៃកំបិតអាគមសូត្រមានរន្ទះជាច្រើនបានកាប់ទៅលើប្រកេះព្រះសង្ឃនេះធ្វើឲ្យព្រះសង្ឃនេះដួលសុគតនៅទីនោះភ្លាមរួចគេក៏យកបូជានៃព្រះភ្លើងលោកនេនម្នាក់នេះឈ្មោះថាលោកនេនសិតហើយលោកនេះក៏បានដើររកថ្នាំឲ្យលោកតាផងដែរលោកតាគាត់មានជំងឺអាពាធធ្ងន់ឈឺផងនោះលោកបានដើររកថ្នាំនៅទីនេះរកមិនឃើញនោះឡើយហើយពេលនោះលោកក៏ចាប់ផ្ដើមសម្រេចចិត្តដើរទៅក្នុងព្រៃជ្រៅដើរមិនបានប៉ុន្មាននោះស្រាប់តែទៅដល់ទីកន្លែងមួយលោកនេនសិតក៏បានជួបនៅខ្លាឃ្មុំដ៏ធំខ្លាឃ្មុំនេះវាពិតជាកំណាចខ្លាំងណាស់វាបានដើរម្ដងបន្តិចរួចវាក៏បានស្រែកមួយទំហឹងវាក៏បានកទ្រប់ទៅព្រះសង្ឃធ្វើឲ្យលោកនេនសិតនេះដួលសន្លប់នៅទីនោះផងដែរពេលនោះមានបរិសម្នាក់បាញ់វាមួយគ្រាប់ធ្វើឲ្យវាផ្អើលរត់ចេញពីទីនេះទៅស្រាប់តែរត់ចេញមិនបានប៉ុន្មានផងនោះពេលនោះក៏បានឃើញលោកតាប្រាក់ដើរមកលោកតាប្រាក់នេះគាត់ជាព្រានព្រៃដ៏ខ្លាំងហើយក៏ចៃដន្យខ្លាំងណាស់ដែរលោកតាប្រាក់មកនេះបានប្រទះឃើញនឹងលោកនេនមួយអង្គឈ្មោះព្រះនាមរបស់លោកគឺព្រះអង្គសិតហើយនេនសិតនេះលោកក៏មិនមានជាមនុស្សអាក្រក់អីនោះដែរលោកគឺជាមនុស្សល្អខ្លាំងណាស់ពេលនោះលោកតាប្រាក់ក៏ចាប់ផ្ដើមធ្វើនៅចលនាឲ្យលោកដឹងខ្លួនឡើងប៉ុន្តែលោកហាក់បីដូចជាភ្លឹកយ៉ាងអញ្ចឹងលោកមិនមានដង្ហើមនោះឡើយលោកតាប្រាក់បានធ្វើចលនាមួយសន្ទុះព្រោះក៏យប់ឡើងលោកតាប្រាក់បានបង្កាត់ភ្លើងនៅទីនេះគាត់ក៏បានគិតឲ្យថាមិនដឹងយកព្រះសង្ឃទៅវត្តវិញឬក៏យ៉ាងណានោះទេគាត់គិតមួយសន្ទុះនោះក៏ចាប់ផ្ដើមមានពន្លឺអ្វីម្យ៉ាងចេញមកពីជ្រុងម្ខាងនោះវាមានរូបរាងពណ៌សគាត់ហាក់បីដូចជាចម្លែកចិត្តនោះគាត់ក៏ចាប់ផ្ដើមដើរទៅរកកន្លែងពួនផងដែរហើយពេលនោះក៏កាត់មកដល់ព្រះសង្ឃមួយអង្គលោកតានេះគាត់គឺមានជំងឺនៅក្នុងខ្លួនផងដែរហើយលោកតានេះបានឲ្យព្រះសង្ឃនេនដែលឈ្មោះថាព្រះអង្គសិទ្ធនោះទៅរកថ្នាំនោះឯងហើយលោកតាក៏ចាប់ផ្ដើមដកញៀនទៅរកព្រះសង្ឃដែលឈ្មោះថាសិទ្ធនោះលោកបានបាត់ព្រះសង្ឃនេះជាយូរណាស់មកហើយពេលនោះលោកក៏បានដើរចេញទៅបន្តិចយើងកាត់មកមើលលោកតាប្រាក់បានភ្ញាក់ជាមួយនឹងគ្រូអាគមម្នាក់គ្រូអាគមនេះគេពិតជាមានអាគមខ្លាំងមែនទែនហើយពេលនោះស្រាប់តែមានព្រះសង្ឃមួយអង្គនោះគឺជាព្រះសង្ឃសិទ្ធនេះបានត្រូវគ្រូអាគមអន្តងហៅប្រលឹងមកទីនេះដើម្បីធ្វើជាបរិវារអីចឹងទៅប៉ុន្តែព្រះសង្ឃសិទ្ធមិនព្រមនោះឡើយចឹងគេបានសូត្រនិមន្តគាថាធ្វើឲ្យព្រះសង្ឃសិទ្ធគឺព្រះកេសខ្លាំងយកទៅមែនទែនតែម្ដងហើយពេលនោះលោកតាប្រាក់បានជួយបាញ់មួយ
គ្រាប់នៃកំភ្លើងធ្វើឲ្យព្រះសង្ឃដែលឈ្មោះថាសិទ្ធនោះចាប់ផ្ដើមមានស្មារតីមកវិញហើយមិនបានប៉ុន្មាននោះត្រូវបានគ្រួគុំនោះវាយលោកតាប្រាក់ឲ្យខ្ទាតចេញនៃម្ខាងនៃជ្រុងនោះផងដែរហើយពេលនោះព្រះសង្ឃដែលលោកក៏មានមុនវិជាការមិនធម្មតានោះដែរលោកក៏បាននិយាយថាដោះលែងសិស្សអាត្មាទៅពេលនោះគេមិនព្រមព្រះអង្គក៏បានលើកដៃប្រណម្យឡើងរួចក៏សូត្រនិមន្តគាថារួចគ្រួគុំនោះក៏ប្រើមន្តគាថាមកដែរប៉ុន្តែមិនអាចឈ្នះអំណាចនៃព្រះសង្ឃបាននោះឡើយអំណាចនៃព្រះពុទ្ធពធព្រះសង្ឃគឺខ្លាំងណាស់ពេលនោះស្រាប់តែលោកតាប្រាក់បានឮសម្ដីសង្ឃដីការបស់លោកតាថាញោមឆាប់ផ្ដើមអោនរើសអ្វីដែលនៅដីនោះទៅហើយញាត់វាចូលទៅក្នុងមាត់នោះកម្លាំងរបស់ញោមគឺមានធម្មពលជាខ្លាំងពេលនោះលោកតាប្រាក់បានលេបហើយក៏ស្រាប់តែស្រែកមួយទំហឹងស្រាប់តែមានដំរីនៅពីក្រោយមួយផងដែរគាត់ក៏បានរត់សម្ដៅទៅហាក់ដូចជាមានអំណាចខ្លាំងណាស់គាត់ក៏បានទៅវាយនៅគ្រួគុំនោះមួយដៃធ្វើឲ្យគ្រួគុំនោះដេកដួលស្លាប់នៅទីនោះភ្លាមផងដែរហើយលោកតាក៏បានជួយនៅលោកនេនមេអង្គឈ្មោះថាលោកនេនសិទ្ធនោះក៏ឲ្យលោកដឹងខ្លួនវិញផងដែរលោកក៏បានប្រាប់ថាលោកមិនអាចនៅយូរបានទៀតនោះទេលោកបានសគត់បាត់ទៅហើយក៏ពិតទៅព្រះអង្គគាត់ឈឺក្នុងព្រះកាយធ្ងន់ខ្លាំងមែនទែនប៉ុន្តែលោកហេតុតែចិត្តមិនដាច់ជាមួយនឹងលោកនេនម្នាក់ធ្វើឲ្យលោកសុខចិត្តមកទីនេះដើម្បីជួយព្រះសង្ឃសិទ្ធទោះបីជាលោកត្រូវសគត់យ៉ាងណាក៏ដោយហើយរឿងយើងក៏សូមបញ្ចប់តែត្រឹមនេះបងប្អូនមកថ្មីកុំភ្លេចជួយចុច Subscribe នៅ Channel YouTube ម្នាក់មួយដើម្បីបានវីដេអូថ្មី